បានអនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមក៏ដូចជាពុកម៉ែបងប្អូនដែលនិយមនឹងតាមដាននៅរាល់ការផ្សព្វផ្សាយក៏ដូចជាការ live របស់ page សហគមន៍កត្រកស្នាដៃខ្មែរបាទជាទីគោរពរាប់អានបាទថ្ងៃនេះគឺជាថ្ងៃទី5 ខែឧសភាឆ្នាំ2025ពុកម៉ែបងប្អូនទាំងអស់គ្នាណាហើយថ្ងៃនេះយើងសូមមកធ្វើការបង្ហាញជាមួយនឹងប្រភេទផលិតផលរបស់ខ្មែរយើងដែលទើបតែចូលស្តុកនៅក្នុង page សហគមន៍កត្រកស្នាដៃខ្មែរថ្មីនេះទេក្តៅតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាដោយពុកម៉ែបងប្អូនបានឃើញបាទនេះគឺជា page សហគមន៍កត្រកស្នាដៃខ្មែរពុកម៉ែបងប្អូនទាំងអស់គ្នាដែលយើងមានទីតាំងស្ថិតនៅក្រុងសិរីសភ័ណ្ឌបាទខេត្តបន្ទាយមានជ័យប៉ុន្តែថ្ងៃនេះយើងមកដាក់ស្តុកនៅរាជធានីភ្នំពេញដោយពុកម៉ែបងប្អូនបានស្គាល់ទីតាំងស្រាប់ហើយនៅផ្លូវ61កែង88វិថីផ្សារដែកបាទហ្នឹងហើយគេហៅថាផ្លូវអាគារស៊ីកាពិភពថ្មីណាបាទពុកម៉ែបងប្អូនទាំងគ្នាហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនអ្នកនៅភ្នំពេញពុកម៉ែបងប្អូនអាចអញ្ជើញមកមើលផ្ទាល់ក៏បានដែរកត្រកនៅថ្ងៃនេះគឺមានស្តុកច្រើនមែនទែនសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាបាទហើយយើងមានជាប្រភេទកត្រកឈុត2រពែយើងមានជាប្រភេទកត្រកផ្ដៅដែលស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនទាំងគ្នាហ្នឹងហើយយើងមានប្រភេទកត្រកឫស្សីជ្រុងមូលហើយជាពិសេសកត្រកផ្អាវពុកម៉ែបងប្អូនទាំងគ្នាបាទយើងមានជាប្រភេទកត្រកផ្អាវបាទហើយនេះហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាអាចមើលបានបាទហ្នឹងហើយយើងមានស្តុកច្រើនរាប់រយកត្រកបាទហ្នឹងហើយដោយពុកម៉ែបងប្អូនបានឃើញស្រាប់ហើយនៅក្នុងការផ្សាយផ្ទាល់វីដេអូនេះបាទហ្នឹងហើយនៅក្នុងការធ្វើវីដេអូនេះបាទហើយមិនតែប៉ុណ្ណោះក៏យើងមានផលិតផលកត្រកឈូតតូចស្អាតមែនតើសម្រាប់ពុកម៉ែបងប្អូនដែលយកទៅរៀបផ្ការៀបអីណាបាទប៉ុណ្នេះស្អាតមែនទែនពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយប៉ុណ្នេះស្អាតហើយពុកម៉ែបងប្អូនអាចអញ្ជើញមើលផ្ទាល់បានបាទហើយមិនតែប៉ុណ្ណោះយើងមានជាប្រភេទកត្រកតុកផ្ដៅបាទជាប្រភេទធុងសម្រាមតូចប្រភេទតុកផ្ដៅប្រភេទហឹបលូស្លានេះហើយជាពិសេសការរំដួលនៅក្នុងថង់នេះក៏ស្អាតដែរពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយយើងមានជាប្រភេទឈុតត្រជើង3ណាគេហៅថាឈុត3តិចទៀតខ្ញុំនឹងធ្វើការ live ផ្ទាល់វីដេអូនឹងបាទពុកម៉ែបងប្អូនអរគ្នាអរគុណច្រើនមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលតាមដានវីដេអូនេះបាទសូមជួយ share និង like នៅ page សហគមន៍កត្រកស្នាដៃខ្មែរមួយទាំងអស់គ្នាដើម្បីយើងគ្រប់គ្រងផលិតផលក្នុងស្រុកបាទហ្នឹងហើយដើម្បីគ្រប់គ្រងផលិតផលក្នុងស្រុកណាបាទពុកម៉ែបងប្អូនអរគ្នាអរគុណសម្រាប់ការទស្សនាវីដេអូនេះជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាបាទធ្វើដំណើរទៅកាន់ទីឆ្ងាយចិត្តប្រកបដោយសុខសុវត្ថិភាពតាមផ្លូវបាទអរគុណច្រើនមែនទែនសុខភាពល្អរកទទួលទានមានបានណាបាទអរគុណ